បេចមកដោយថ្នាក់បាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាហើយទឹកនំកូនក្មេងជូលីជាជំនឿដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់កម្មវិធី Next Gen Podcast ម្ដងទៀតហើយដោយសប្តាហ៍ដងអញ្ចឹងគឺយើងមានតារាកិត្តិយសម្នាក់មកសំណេះសំណាលជាមួយពួកគាត់ហើយសម្រាប់សប្តាហ៍នេះដែរគឺរៀងប្លែកជាងរដងដោយសារតារាកិត្តិយសយើងគឺវ័យក្មេងហើយមានដងហ្មងគាត់ចេះទាំងសម្ដែងហើយរ៉េបទៀតហើយម៉ានីកាប៉ុណ្ណឹងបងប្អូនប្រកាសជាស្គាល់ហើយថាគាត់ជាណាគេអញ្ចឹងទៅជួបជាមួយគាត់ទាំងអស់គ្នាសួស្ដីអូនហុងហ្វូជំរាបសួរបងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះហុងហ្វូអូនហ្វូសុខសប្បាយអត់ហើយមួយរយៈហ្នឹងរវល់នឹងការងារសិល្បៈនិងការងារសិក្សាច្រើនអត់អូនហ្វូសុខសប្បាយជាធម្មតាមករយៈហ្នឹងអូនហ្វូរវល់ការងារផងហើយនឹងរៀនផងអញ្ចឹងថ្ងៃនេះមកមានសំណួរខ្លះចង់សួរទៅអូនហ្វូមានបងប្អូនម្នាក់ហើយអូនហ្វូជាកូនទីម៉ានដែរក្នុងក្រុមគ្រួសារអូនហ្វូមានបងប្អូន2នាក់តែ2នាក់ឯងបាទអញ្ចឹងអូនហ្វូជាកូនទីម៉ានអូនហ្វូជាកូនបងគេអូចុះកូនបើនិងកូនបងណាគេក្បាលខុសជាងកូនបើអូនហ្វូអាយុប៉ុន្មានហើយឆ្នាំហ្នឹងអូនហ្វូអាយុ8ឆ្នាំអូ8ឆ្នាំក្មេងមែនតើហើយអូនចេះរ៉េបហ្នឹងអញ្ចឹងអូនហ្វូចេះរ៉េបតាំងពីអាយុប៉ុន្មានអូនហ្វូចេះរ៉េបតាំងពីអាយុ5ឆ្នាំអូក្មេងមែនតើបងប្អូនតើបទចម្រៀងមួយណាដែលធ្វើឲ្យអូនហ្វូមានភាពល្បីល្បាញដល់សប្តាហ៍ថ្ងៃហ្នឹងបទដំបូងដែលធ្វើឲ្យអូនហ្វូល្បីគឺជាបទអ្នកចំនួនក្រោយអូនហ្វូអាចបង្ហើបបទហ្នឹងបន្តិចបានអត់បាទឥឡូវបងជួយរាប់អូខេ1 2 3មរតកខ្មែរថែហើយយើងថែទោះស្លាប់មិនប្រែយើងខ្មែរតែមួយរកគេដំណើរពីដូនតាយើងត្រូវរក្សាកុំឲ្យរលួយយើងក្រោបឈរការពារនគរកុំឲ្យបងបោពីឆ្លៀនទៀនយើងក្រោបឈរអបអសាទរលោកអ្វីដែលខ្មែរយើងមានវ៉ាវអូនហ្វូសំជាអ្នករ៉េបហ្មងទាំងកាយវិការទាំងប្រូអីតើមូលហេតុអីបានអូនហ្វូជាបទចម្រៀងហ្នឹងឡើងបទនេះផងដែរគឺអូនហ្វូចង់ប្រាប់អ្នកទាំងអស់គ្នាពីរូបចម្លាក់នៅលើប្រាសាទរបស់យើងហើយចង់ប្រាប់ទៅបងប្អូនឬក៏ក្មេងៗជំនាន់ក្រោយថាត្រូវធ្វើជាទំពាំងស្នូលឫស្សីដ៏ល្អវ៉ាវពិតជាមានន័យមែនតើហើយណាគេជាអ្នកនិពន្ធបទហ្នឹងដូចជាប្រូអីដែរអ្នកនិពន្ធគឺប៉ានិងក្រុមការងាររបស់គាត់អូសូមសរសើរដល់ប៉ាអូនហ្វូមែនតើប៉ាអូនហ្វូបកែអញ្ចឹងមិនអូនហ្វូកើតមកបកែអូនហ្វូចេះរ៉េបខ្លួនឯងតាំងពីកំណើតឬក៏មានអ្នកបរៀនអូនហ្វូចេះតាំងពីកំណើតហើយនឹងមើលតាមបងខ្លះតើតារារៀមច្បាំងរូបណាដែលជា idol របស់អូនហ្វូគឺពូវ៉ាន់តាននិងពូស៊ីដេវីតអូសិតតែ idol ហ្មងចុះក្រៅពីខាង rap អូនមានចេះធ្វើអីទៀតអត់ក្រៅពី rap អូនហ្វូចេះសម្ដែងរឿងហើយនឹងថត sport តាម8ឆ្នាំសោះបងគាត់អាចទាំងសម្ដែងហើយនឹង rap ទៀតអូនហ្វូមានកម្រងផ្លែតបទថ្មីដែរអត់បើមានពេលណាអូនហ្វូកំពុងតែមានចម្រៀងបទពីបទគឺទី1បទក្រសួងអប់រំកីឡាដើម្បីឲ្យយើងចូលចិត្តហាត់កីឡាហើយមួយទៀតគឺបទមួយអ៊ំទុំធ្វើឲ្យយើងសប្បាយអូហើយចង់ចេញពេលណាដែរបទមួយអ៊ំទុំហ្នឹងប្រហែលជាឆាប់បើសិនជាអូនមានចម្រៀង rap អូនចង់ច្រៀង feat មួយតារា rap រូបណាអូនប្រាប់បង5នាក់មើលទី1គឺពូស៊ីដេវីតទី2គឺពូវ៉ាន់ដាទី3គឺអ៊ំទុំអ៊ំនេនទុំហើយទី4គឺអ៊ំឃីងឈីហើយទី5គឺបងជីមេងស៊ីអូនហ្វូអាច rap freestyle ឲ្យបងមើលបន្តិចបានអត់អញ្ចឹងអូនហ្វូសុំពាក់បន្តាំមួយសិនតែអូនហ្វូ rap ពីចែហ្មងវ៉ាវ rap ពីបងទៀតអូខេចាំបងរាប់1 2 3អូខេចែម៉ានីកាចែពិតជាស្អាតអស់ចាឥឡូវចាយកំពុងសម្ភារចង់បរោះសង្ហាចាញ់ពីនឹងចាយចង់ទៅណាបើចាយទំនេរចង់ជូនចាយទៅផ្សារទិញខោទាំងនោមម៉ាក់ជួយឲ្យបងប្អូនយើងណាវ៉ាវអស្ចារ្យមែនតើបើសិនជាមានពេលបងចង់ឲ្យអូនហ្វូពីហ៊ានបង rap ដែរអញ្ចឹងអូនហ្វូហ៊ានថ្នាក់ទីម៉ានហើយអូនហ្វូឥឡូវហ៊ានថ្នាក់ទី3ហើយមិត្តភ័ក្តិមានដឹងថាអូនហ្វូបកែខាង rap អីអត់មិត្តភ័ក្តិដឹងដែរថាអូនហ្វូចេះ rap ចេះអីអញ្ចឹងប្រហែលលោកគ្រូអ្នកគ្រូនឹងមិត្តភ័ក្តិស្រឡាញ់ទៅហើយបាទគាត់មានដែរឲ្យអូនហ្វូច្រៀងលេងក្នុងថ្នាក់អីអត់គាត់ដែរឲ្យអូនហ្វូច្រៀងដើម្បីឲ្យសុបាយលយមែនអូនហ្វូរវល់ការងារអញ្ចឹងរៀនមិនដែរជាប់លេខម៉ានលេខបើអូនហ្វូជាប់លេខ1លេខ2ប៉ុន្តែបើជប់ច្រើនទៅធ្លាក់ដល់លេខ3អូបកែបងប្អូនការងារឡើងច្រើនហើយការសិក្សាវិញគឺជាប់លេខល្អទៀតអញ្ចឹងអូនហ្វូបែងចែកមកពីការសិក្សានិងការងារភាគច្រើនប៉ាម៉ាក់គាត់ទទួលទៅការងារណាថ្ងៃសៅរ៍អាទិត្យប៉ុន្តែបើកម្មវិធីហ្នឹងត្រូវការអូនហ្វូជាចាំបាច់អញ្ចឹងអូនហ្វូត្រូវសុំច្បាប់អ្នកគ្រូមួយថ្ងៃឬក៏2ថ្ងៃអូនហ្វូមានបទចម្រៀងផ្ទាល់ខ្លួនប៉ុន្មានបទដែរឥឡូវគឺអូនហ្វូមានបទចម្រៀងផ្ទាល់ខ្លួន14បទច្រើនតាចុះពេលទៅ record បទមួយអញ្ចឹងមានផលវិបាកអីអត់អូនហ្វូធ្លាប់ដែរនៅបទទី3របស់អូនហ្វូគឺពេលហ្នឹងសុខភាពអូនហ្វូក៏រៀងលំបាកដែរអញ្ចឹងពេលខាងបងគាត់ថាអត់ត្រូវទៅអូនហ្វូក៏យកលេសសុំគាត់ទៅទឹកដើម្បីទៅយំនៅទឹកម្នាក់ឯងហើយនៅពេលដែលអូនហ្វូមានអារហាអស់ទឹកភ្នែកក្នុងភ្នែកបាទអូនហ្វូចេញទៅ record វិញអញ្ចឹងអូនទៅយំនៅក្នុងបន្ទប់ទឹកហ្នឹងអូនឲ្យគេដឹងទេអត់ឲ្យគេដឹងទេតែឥឡូវគេដឹងអស់ហើយ
ចឹងអូនហ្វូចាំផ្ដាំថាពេលទៅច្រៀងបទចម្រៀងឬទៅ record បទចម្រៀងត្រូវថែទាំសុខភាពឲ្យបានល្អព្រោះសុខភាពគឺជារឿងសំខាន់មួយបើសុខភាពយើងអត់ល្អទេយើង record ក៏អត់ត្រូវដែរ អរគុណអូនហ្វូដែលបានចែករំលែកបទពិសោធន៍ល្អៗទាក់ទងនឹងការ record ចម្រៀងបងឃើញអូនហ្វូperform នៅលើឆាកច្រើនដងមែនតើហើយធ្វើឲ្យបានអូនអាចមានទំនុកចិត្តលើខ្លួនឯងហើយ perform បែបលះនេះល្អអញ្ចឹង ទី1គឺយើងត្រូវសូមមកច្រើនពេលយើងនៅក្រោយឆាកហើយទី2គឺត្រូវផ្ដោតទំនុកចិត្តលើខ្លួនឯងហើយទី3យើងត្រូវជឿជាក់លើខ្លួនឯងថាកុំអៀនកុំភ័យកុំខ្លាច ល្អមែនតើហើយចុះអូនហ្វូមានធ្លាប់ភ្លេចប្រូអីអត់ពេលឡើងលើឆាក អូនហ្វូពេលខ្លះអូនហ្វូភ្លេចដែរព្រោះមាន2បទប្រូស្រដៀងគ្នា អញ្ចឹងអូនធ្វើមិនទៅនៅពេលដែលអូនភ្លេចពេលផ្សាយផ្ទាល់អីអញ្ចឹង គឺនៅពេលដែលអូនហ្វូភ្លេចម្ដងគឺអូនហ្វូរាំវិញអញ្ចឹងអូនហ្វូរាំហើយអូនហ្វូស្ដាប់ភ្លេងបានអូនហ្វូដឹងអូនហ្វូចូលវិញ អូនហ្វូនៅក្មេងហ្នឹងឆ្លាតមែនតើបងលើថាអូនក៏ធ្លាប់ថត TVC ឬក៏សម្ដែងរឿងដែរតើមានផលវិបាកអីខ្លះនៅពេលដែលថតសម្ដែងអញ្ចឹង អូនហ្វូធ្លាប់មានផលវិបាកមួយគឺយើងត្រូវផាត់មុខឲ្យដូចគេវាយហើយអូនហ្វូធ្វើដេកនឹងដីហើយត្រូវធ្វើដូចដួលបោកក្បាលនឹងដីហើយធ្វើដូចគេវាយហើយវាខ្លះក៏ត្រូវមែនតើហើយដីចូលភ្នែកទៀត បងឃើញមាន performance ច្រើនតាំងនៅភ្នំពេញហើយនៅខេត្តទៀតអូនធ្លាប់ទៅខេត្តណារៀងឆ្ងាយអត់ អូនហ្វូធ្លាប់ដែរទៅខាងសដានខាងសម្បូរព្រៃគុក បងនឹងថានៅពេលដែលយើងទៅថតឬក៏ទៅ perform នៅកន្លែងឆ្ងាយអញ្ចឹងមានឧបសគ្គច្រើនអូនហ្វូមានឧបសគ្គអីនៅពេលដែលទៅសម្ដែងឆ្ងាយ អូនហ្វូចាំច្បាស់ជាងគេនៅពេលដែលអូនហ្វូទៅសដានហ្នឹងហ្មងគឺពេលហ្នឹងនាំចេញពីជ្រៀងមកម៉ោង 11ហើយប៉ាម៉ាក់គាត់ក៏ឃើញ location មួយដែលប្រាប់ថាសល់តែ4គីឡូទៀតទេដល់កន្លែងគេងតែតែមានអីអូនហ្វូជិះតាមផ្លូវហ្នឹងទៅរហូតដល់អាស័តមនុស្សហើយក៏ជិះមុនដំបូងឃើញតែអ្នកភូមិមួយយប់ម៉ោងថាជាខ្ទង់11:12គឺគេកំពុងតែអង្គុយញ៉ាំបាយ 11 12យកហើយនៅមានមនុស្សហូបបាយនៅក្រុមផ្ទះទៀត ហ្នឹងហើយមួយទៀតឃើញយាយមួយកំពុងតែបោកសម្រាប់នៅមុខផ្ទះកណ្ដាលធាតុហ្នឹងហ្មងហើយនៅពេលដែលអូនហ្វូជិះទៅឆ្ងាយរៀងស្ងាត់មិនតិចទៀតតែអ្នកភូមិគេបើកភ្លើងទាំងអស់អត់មានអ្នកគេបិទភ្លើងមួយទេហើយក៏ផ្លូវហ្នឹងក៏រៀងស្ងាត់អត់មានពីណាគេជិះលើផ្លូវហ្នឹងទេស្រាប់តែមានអីមនុស្សចម្លែកមួយគាត់ឈរនៅកណ្ដាលផ្លូវឡានអូនហ្វូហ្នឹងបត់ដៃទៀត បត់ដៃហើយអូនហ្វូវិញ ហើយក៏ជិះផាជា8ក្នុងព្រៃហ្នឹង2ម៉ោងជិះទៅជិះមកផ្លូវហ្នឹងទៅហើយឃើញដើមឈើហ្នឹងមួយអូនហ្វូក៏សង្កត់អញ្ចឹងទៅជិះទៅមុខទៀតឃើញដើមឈើហ្នឹងមួយទៀត ដូចវិញផ្លូវក្នុងព្រៃអញ្ចឹងហើយផាជាវិញក្នុងព្រៃហ្នឹងផាជា2ម៉ោងបានយើងរកសន្តាគារគេឃើញហើយបើ2ម៉ោងយើងទៅដល់មិនយើងគេងភ្លាមយើងត្រូវមួយទឹកមួយអីអញ្ចឹងម៉ោង3បានអូនហ្វូបានគេង ហើយក្នុងព្រៃនោះអត់មានផ្ទះអីគឺស្ងាត់ហ្មង ក្នុងព្រៃហ្នឹងគឺដូចអូនហ្វូនិយាយមិញអញ្ចឹងមានផ្ទះដែរមានអ្នកភូមិហើយអូនហ្វូមានអាហារចម្លែកមែនតើអ្នកភូមិអង្គុយញ៉ាំបាយនៅម៉ោង11 12 អញ្ចឹងមិនបានអូនរកផ្លូវចេញមកឃើញ គឺប៉ាគាត់ខំជិះរកផ្លូវគ្រប់ផ្លូវទៅតវ៉ាហើយប៉ាក៏គាត់ជឿជាក់លើខ្លួនឯងវិញគាត់អត់ជឿតាម Google Map ទេហើយគាត់ក៏ជិះបានរកផ្លូវចេញទៅផ្លូវធំឃើញ រឿងនោះពិតជាចម្លែកមែនតើបងជាអូនវិញបងភ័យខ្លាំងហើយចុះអូនមានអារម្មណ៍មិនដែរពេលរឿងហ្នឹងកើតឡើង អូនហ្វូមានអារម្មណ៍ភ័យមែនតើហើយណាមួយទៀតអូនហ្វូក៏ងុយគេងតែអូនហ្វូនៅមើលផ្លូវជួយមើលផ្លូវប៉ាម៉ាក់ អូនហ្វូនៅតូចតែចេះជួយមើលផ្លូវប៉ាម៉ាក់ទៀតខ្លាំងមែនតើបងលើពីអូនថាប៉ាម៉ាក់អូនគឺជាអ្នកដែលជំរុញអូនរហូតមកតាំងពីសាច់ភ្លេងបោះចម្រៀងប្រូអូនណាតើអូនមានសារអីផ្ញើទៅកាន់ពួកគាត់ដែរ អូនហ្វូចង់អរគុណដល់ប៉ាម៉ាក់មែនតើទាំងដែលគាត់ដឹងថាវិស័យសិល្បៈ rap ហ្នឹងគឺពិបាកហើយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលជួយជំរុញអូនហ្វូឲ្យអូនហ្វូល្បីល្បាញផងដែរ វ៉ាវប៉ាម៉ាក់ប្រកាសជារំភើបនៅពេលដែលគាត់បានទស្សនា podcast នេះហើយជាចុងក្រោយអូនហ្វូមានអីចែករំលែកទៅកាន់បងប្អូនចំនួនក្រោយដែលគាត់ស្រឡាញ់ខាង rap ខាងសិល្បៈរីអូនដែរ អូនហ្វូចង់ផ្ដាំទៅបងប្អូនដែលចង់ខ្លាចជាអ្នក rap ត្រូវមើលតាមរឿងច្បងឲ្យច្រើនហើយនឹងច្រៀងតាមគាត់លេងឲ្យវាមាន feel ហើយមួយទៀតគឺយើងត្រូវខិតខំរៀនសូត្រនិងជឿជាក់លើខ្លួនឯងដើម្បីខ្លាចជាទំពាំងដ៏ល្អ ពិតជាមានន័យមែនតើសូមអរគុណអូនហ្វូដែលបានចូលរួមក្នុងកម្មវិធីនេះហើយផ្ដល់ចម្លើយដ៏ល្អហើយមានន័យអញ្ចឹងកម្មវិធីរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនហើយម៉ានីកាក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺថ្នាំបាញ់មូជូលីនិងខោទឹកដុំជូលីថ្នាំបាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាជូលីជាសម្រាប់ដ៏ឆ្លាតវៃរបស់អ្នកដែលសម័យថ្មីសូមអរគុណសូមជម្រាបលា ធម្មតាមកដោយថ្នាំបាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាហើយទឹកនំកូនក្មេងជូលីជាជម្រើសដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី